បាទជំរាបសួរបងប្អូនហើយសូមអធិស្ឋានបងប្អូនពាក់មួកដោយសារមេកំពុងលឹមរោភ្លៀងបងប្អូនហើយទេសភាពបង្ក្រោយស្អាតណាស់បងប្អូនហើយមកថ្ងៃនេះកាត់បានស្តុកថ្មីមួយគ្រឿងទៀតហើយរបស់កម្របាទ Isuzu Mu X ឆ្នាំ2018 Full Option សោស៊ីន2គ្រាប់បាទនេះ option ទំនើបច្រើនតោះបងប្អូនមើលបាទប្រភេទ SUV 7 កៅអី3ជួរម៉ាស៊ីនសុទ្ធបងប្អូនណាបាទហើយលេងស្អាតណាហើយស៊ីនមួយជុំទឹកថ្នាំបាទសបកកង់ថ្មីហើយនេះមាន option បាទទ្វារក្រោយប្រភេទអូតូហើយនេះយើងអាចគោះបានបងប្អូនណាបាទគឺវាជើងយើងគោះចេះតិចមកបាទបើកទ្វារឲ្យពេលមានសោក្នុងដៃបាទអញ្ចឹង18មែនតែទំនើបបាទអានេះក្អី3ជួរបងប្អូនក្នុងលឿងហើយជួរនេះបងប្អូនចង់ប្រើទេកាច់តម្លាក់ដាក់អីបានហើយនោះជួរទី2ហើយទី3មាន DVD កដាលនោះបានតម្លាក់បងប្អូនបាទហើយនៅដំណើរការអញ្ចឹងពិសេសមែនទែនប្រភេទទ្វារក្រោយពីអូតូបងប្អូនហើយឡានអត់មានអីទេសម្រាប់មួយគ្រឿងនេះបាទអញ្ចឹងបានជិះធ្វើជើងហើយបងប្អូនបាទអញ្ចឹងបានជិះធ្វើជើងហើយបាទស្រឡាញ់យូរហើយបងប្អូនបាទអញ្ចឹងកុំឲ្យបងប្អូនឆ្ងល់ថាអីលក់ Isuzu អត់មាន Isuzu ជិះបាទឥឡូវមានហើយបាទសំណុំស្អាតខ្លាំងមែនទេអូអេមបងប្អូនហើយមើលក្នុងតើបងប្អូនមើលក្នុងតិចបាទអញ្ចឹងបងប្អូនថាចំលក់ Isuzu ហើយអត់ឃើញមាន Isuzu ជិះសោះឥឡូវបានហើយបងប្អូនបាទបានហើយបានទាំងរបស់អេមតែម្ដងពូកស្បែកក្អីចុច Smart Key ម៉ាស៊ីនធំបងប្អូនណាបាទម៉ាស៊ីនធំហើយមកទេសភាពស្អាតណាបងប្អូនអើយបាទហើយអេមកអេមបាទបានឡានក៏អេមទេសភាពក៏អេមហើយនៅ review ឥឡូវសម្រស់ក៏យ៉ាងបានដែរបាទជិះលេងបងប្អូនតិចចុះឥឡូវបងប្អូនមើលប្លុកម៉ាស៊ីនមួយខ្ញុំហើយចាំខ្ញុំបញ្ឆេះជូនបងប្អូនណាបាទហើយម៉ាស៊ីនក៏អេមដែរបាទបង្ហាញជូនបងប្អូនតិចបាទតោះបងប្អូនឥឡូវមកមើលកល័រម៉ាស៊ីនវិញអូស្គួតរឿងហើយនៅកល័រស្អាតខ្លាំងបងប្អូនបាទនេះមើលតាមដុំ ABS មើលខ្ចៅខ្ចងឯនេះបាទអានេះសនំបាទចាត់ទុកថាវត្ថុបុរាណហ្នឹងតែវត្ថុបុរាណនេះមានតម្លៃបងប្អូនណាបាទម៉ាស៊ីនធំឥឡូវចាំឲ្យក្រុមការងារគាត់ទៅបញ្ឆេះឲ្យបងប្អូនស្ដាប់សំឡេងទាំងអស់គ្នាបងប្អូនណាបាទតោះបាទអេបងប្អូនអើយបាទជន់តែប្រាំងចុចតែ Smart Key ក្ដុងហ្មងបាទចាំបងប្អូនអញ្ជើញបានបាទមានស្តុកហើយស្អាតណាស់បងប្អូនបាទជិះធ្វើជើងមួយវគ្គគឺអេហ្មងសម្រាប់ចុះទិញឡានទិញអីណាបាទអញ្ចឹងទេសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ទិញចង់លក់ដោះដូរបងរំលោះឡានដែលមានប្រវត្តិល្អដោយទំនុកចិត្តតាក់ទងមកកាន់សុខាតូខេត្តសៀមរាបបានហើយយកខ្ញុំក៏នៅតែទទួលទិញឡានចូលជាធម្មតាដែរណាបងប្អូនចង់លក់អាចឆាតចូល page call មកឬក៏ឆាតតាម Telegram ដែលមាន caption នៅលើខាងលើស្រាប់អញ្ចឹងទេបងប្អូនទិញលក់ដោះដូរបងរំលោះដោយទំនុកចិត្តនៅសុខាតូខេត្តសៀមរាបបងប្អូនអរគុណ